សូមអនុញ្ញាតស្វាគមន៍ប្រិយមិត្តជាទីគោរពនិងជាទីមេត្រីមកកាន់ Channel YouTube Rithi Talking បាទនៅក្នុងប្រធានបទថ្ងៃនេះគឺយើងនិយាយពីបណ្ដាលគុណខ្មែរដដែលទេថ្ងៃនេះខ្ញុំនិយាយពីប្រធានបទបាទទីប្រធានបទទី1បងប្អូនតាក់ទងនឹងកីឡាករអេអាមរិនដែលគាត់រងការរិះគន់បាទពីសំណាក់ fan ស្រុកខ្មែរយើងហើយបើសិនជាមើលទៅលើពាក្យរិះគន់របស់ fan ដែលគាត់រិះគន់ទៅលើកីឡាករអេអាមរិននេះគឺមួយពាក្យចេញមកគឺអស់ទោសតែម្ដងបងប្អូនហើយបើសាច់រឿងទី2គឺតាក់ទងនឹងដំណឹងមួយដែលប្រហែលនាទីក៏ដូចជាប្រហែលជាកន្លះម៉ោងមុននេះបងប្អូនបាទកន្លះម៉ោងមុនហ្នឹងលោកគ្រីពីលុតដែលជាអ្នកចាប់គូនៅក្នុងស្ថានីយទូរទស្សន៍ក៏ដូចជានៅក្នុងស្ថាប័នដែលយើងនិយាយស្ថាប័នឬក៏យើងនិយាយថាសង្វៀនធំមួយដែរនៅក្នុងស្រុកខ្មែរយើងគឺសង្វៀន Extreme បាទដែលជាអ្នកចាប់គូនៅកន្លែងសង្វៀនហ្នឹងណាអញ្ចឹងគាត់បានផុសមុននេះនៅលើ Facebook របស់គាត់ហើយខ្ញុំបានឃើញខ្ញុំក៏ចែករំលែកព័ត៌មាននេះទៅកាន់បងប្អូនហើយបើសិនជាលោកគ្រីពីលុតបានទស្សនាវីដេអូនេះខ្ញុំសូមអធិស្ឋានផងព្រោះរូបភាពនេះខ្ញុំយកមកពីគាត់ហើយដំណឹងនេះក៏ខ្ញុំយកមកពីគាត់ដែរអញ្ចឹងខ្ញុំសូមដាក់ credit របស់គាត់ដាក់ថាជំនួបរវាងឌីមសរ៉ុំជាមួយនឹងកីឡាករមហាម៉ាត់បងប្អូនថាតើមាននឹងអីយើងមើលឥឡូវនេះយើងចូលមកសាច់រឿងទី1សិនបាទហើយជាធម្មតាខ្ញុំនិយាយពីប្រធានបទអញ្ចឹងបងប្អូនប្រហែលជារៀងយូរតិចហើយសង្ឃឹមថាបងប្អូននឹងមិនប្រកាន់អីទេប៉ុន្តែខ្ញុំនិយាយនេះជាព័ត៌មានតាក់ទងនឹងបណ្ដាលគុណខ្មែរជាព័ត៌មានពិតមិនមែនចេះតែនឹកឃើញយកមកនិយាយណាបាទអញ្ចឹងព័ត៌មានទី1តាក់ទងនឹងកីឡាករអេអាមរិនបាទគាត់ប្រកួតប្រមាណរយៈពេលនេះដូចជា2ប្រកួតចុងក្រោយបងប្អូនណាគាត់ឈ្នះប៉ុន្តែអាការឈ្នះរបស់គាត់ហ្នឹងគាត់ឈ្នះបរទេសឈ្នះកីឡាករបរទេសប៉ុន្តែការប្រកួតរបស់គាត់ហ្នឹងវាមានភាពចម្រូងចម្រាសប្រកួតឈ្នះទៅក៏មានគេនិយាយថាការប្រកួតនឹងវាហាក់បីដូចជាមិនដាច់ស្រឡះបានខ្សែក្រវ៉ាត់មកដោយមិនដូចថាបានខ្សែក្រវ៉ាត់មកដោយមិនអស់ចិត្តពី fan ទេវាយទៅដូចវាយលេងវាយគេមិនទៅឈ្នះគេដែរយកខ្សែក្រវ៉ាត់គេដែរអញ្ចឹងណាហើយមួយទៀតតាក់ទងនឹងការប្រកួតមួយទៀតដែលគាត់ដណ្ដើមខ្សែក្រវ៉ាត់ដែរប៉ុន្តែការប្រកួតរបស់គាត់ហ្នឹងគឺប្រកួតហើយឈ្នះហើយក៏ត្រូវជាការប្រកួតហ្នឹងគឺគេចាប់យកទៅវិភាសាឡើងវិញបាទឬក៏យើងនិយាយថារកភាពខុសត្រូវឡើងវិញណាហើយបន្ទាប់ពីគេរកភាពខុសត្រូវទៅឃើញថាគាត់ពិតជាឈ្នះមែនប៉ុន្តែនៅពេលដែលចេញសេចក្តីប្រកាសមកថាគាត់ពិតជាឈ្នះមែនក៏មានបងប្អូនរិះគន់មកបណ្ដោយបងប្អូនដំបូងឡើយគាត់ប្រកួតទៅឈ្នះដូចជាមិនសូវអីទេបាទធម្មតាទេប៉ុន្តែដល់ពេលខាងសហព័ន្ធគាត់យកវីដេអូការប្រកួតហ្នឹងទៅសិក្សាឡើងវិញក៏ដូចជាចាំរងចាំការកាត់សេចក្តីស្រាយជាថ្មីណាដល់ពេលគាត់កាត់សេចក្តីហើយថាអេអាមរិនឈ្នះដដែលក៏មានបងប្អូនរិះគន់មកហើយរិះគន់មួយបងប្អូនបាទពាក្យចប់តែម្ដងក្នុងនេះខ្ញុំសូមបង្ហាញរូបភាពប៉ុន្តែខ្ញុំសូមបិទឈ្មោះពួកគាត់នេះជាធម្មតាអ្នករិះគន់ស្រុកខ្មែរយើងគាត់ក្លាហានបងប្អូនក្លាហានក្នុងការរិះគន់ប៉ុន្តែអត់មានរូបស្រីទេបើមានសិតតែរូបចេញមកអត់ដាក់រូបស្រីទេហើយឈ្មោះមួយសិតតែកំពូលឈ្មោះហើយប៉ុន្តែរិះគន់មកតំណងដល់ហើយបាទដូចបងនេះក៏រិះគន់ថាកង្កែបក្នុងអណ្ដូងទឹកដល់ថ្ងៃបាទកង្កែបក្នុងអណ្ដូងទឹកមកដល់ថ្ងៃគេដាក់ចំណីឲ្យស៊ីហើយបាទឲ្យគេដាក់ចំណីឲ្យស៊ីហើយឲ្យកង្កែបអីយ៉ាជេអេអាមរិនសិតតែឲ្យកង្កែបនៅក្នុងអណ្ដូងឯណាទេបាទមិនធម្មតាទេបាទគាត់មើលបណ្ដាលយូរឆ្នាំហើយប្រហែលជាគាត់ខ្លាំងជាងអ្នកបណ្ដាលទៀតអញ្ចឹងគាត់អាចរិះគន់មកវាដូចថាតាមចំណាប់អារម្មណ៍របស់គាត់ចង់រិះគន់មកតំណងដល់បាទហើយម្នាក់ទៀតគេដាក់ថាអេអាមរិនមកវាយគ្មាននរណាមើលទេបើវាយដូចសិតតែវាយដូចស្អីណាបងអូរិះគន់អេអាមរិនមកវាយគ្មានអ្នកមើលទេបើមានតែអ្នករិះគន់ហ្នឹងគាត់មើលអញ្ចឹងណាអញ្ចឹងនេះគឺជាការរិះគន់ពីបងប្អូនមួយចំនួនតាក់ទងនឹងកីឡាករអេអាមរិនមួយរយៈពេលក្រោយគាត់ប្រកួតឈ្នះប៉ុន្តែឈ្នះដោយមិនបាច់ឆ្លាស់អញ្ចឹងទៅក៏ធ្វើឲ្យ fan គាត់ស្ដីបន្ទោសប៉ុន្តែបងប្អូន fan ស្រុកខ្មែរយើងមួយចំនួនពេលដែលកីឡាករយើងប្រកួតចាញ់កីឡាករជាកីឡាករអន់ប៉ុន្តែបើសិនជាកីឡាករយើងប្រកួតឈ្នះកីឡាករយើងឈ្នះតែពួកកីឡាករអន់អញ្ចឹងដែរឬក៏ឈ្នះតាមរយៈខ្សែហ្នឹងជាការរិះគន់ធម្មតារបស់ fan ស្រុកខ្មែរយើងមួយចំនួននេះអត់ដឹងថាពួកគាត់មានគំនិតបែបណាមិនដឹងថាគាត់ស្រឡាញ់គុណខ្មែរហ្នឹងចេញពីចិត្តអត់ឬក៏ជាការមើលបដាល់ដើម្បីតែការភ្នាល់បដាល់ឬមិនអត់យល់បើសិនយើងស្រឡាញ់បដាល់ពិតប្រាកដយើងរិះគន់ល្មមហើយយើងជួយចែកម្លែកទៅណាមិនមកឡើងអ្នកខ្លះមិនធម្មតារិះគន់ជេរដល់ម៉ែឲ្យកីឡាករបាទមិនធម្មតារិះគន់បលឹងហើយមិនដឹងថាជួយស្អីខ្លះដល់បដាល់ស្រុកខ្មែរផងហើយរិះគន់បលឹងហ្នឹងក៏អស់ទាស់បាទប៉ុន្តែជាធម្មតាការរិះគន់ខ្លះស្រាលបាទរិះគន់ស្រាលរិះគន់ល្មមទៅឲ្យកីឡាករគាត់បានដឹងពីចំណុចខ្សោយរបស់គាត់ដើម្បីយកទៅពង្វឹក
វឹកហាត់បន្ថែមទៀតចឹងណាបាទប៉ុន្តែអ្នកខ្លះអត់រៀនគុណវត្តឡើងឌីលដល់ពុកម្ដាយគេទៀតចឹងពិបាកកន្លះកយើងពេលខ្លះគាត់បាក់ទឹកចិត្តដែរគាត់ពិបាកទទួលយកបាទនេះគឺជាព័ត៌មានតាក់ទងនឹងការរីគុណពី fan មួយចំនួនតាក់ទងនឹងការប្រកួតរបស់ A Amrim ចឹងឥឡូវនេះយើងចូលទៅដល់ប្រធានបទទី2ដែលលោកគ្រីពីលុតគាត់បានបញ្ជាក់មុននេះថា 100% ជំនួបរវាងឌីមសរំនិងមហាម៉ាត់ហ្នឹងនឹងធ្វើឡើងម្ដងទៀតដោយការប្រកួតនេះគឺជាការប្រកួតជាដាក់ខ្សែក្រវ៉ាត់ Extreme Super Silver កងធំបាទ5ទឹកជឿជាក់លើសង្វៀន Extreme បាទភាគីទាំងពីរពេញចិត្តបំផុតនៅអ្វីដែល Extreme ផ្ដល់ជូនបាទជួបគ្នានៅចុងខែធ្នូការដូរចុងឆ្នាំ2025បាទជាធម្មតាសង្វៀន Extreme ហ្នឹងខ្ញុំអត់សូវបានដឹងពីព័ត៌មានអីច្រើនទេតែព័ត៌មានដែលខ្ញុំទទួលបានភាគច្រើនគឺលោកគ្រីពីលុតគាត់បង្ហោះបាទខ្ញុំតាមដានគាត់វិញបាទខ្ញុំតាមអត់សូវតាមដាននៅខាង page Extreme ទេព្រោះខាង page Extreme អត់សូវជាព័ត៌មានមកមួយខ្ញុំពិបាកតាមដានប៉ុន្តែបើលោកគ្រីពីលុតគាត់បង្ហោះតាក់ទងនឹងព័ត៌មានតាក់ទងនឹងបណ្ដាលហ្នឹងមកមួយគឺច្បាស់ហ្មងបាទអាចទុកចិត្តបានបងប្អូនអាចចូលទៅ Facebook បាទ Facebook បងប្អូនវាយពាក្យថា Cree Pilot ទៅគាត់តែងតែឲ្យ follow គាត់5មួយទៅបាទហើយខ្ញុំ click follow ដូចជា subscribe ខ្ញុំផងគាត់តែងតែចែកម្លែកពីព័ត៌មានបណ្ដាលដូចគ្នាបាទហើយខ្ញុំក៏ពេលខ្លះខ្ញុំព័ត៌មានខ្លះខ្ញុំក៏យកពីពួកគាត់មកដែរបាទយកមកចែកម្លែកតទៅបងប្អូនអញ្ចឹងណាបាទអញ្ចឹងទីមសរមឲ្យមហាម៉ាត់គាត់ជួបគ្នាម្ដងហើយកាលនោះគាត់វាយគ្នាដូចជា5ទឹកដែរឬ3ទឹកហ្នឹងបងខ្ញុំអត់ចាំខ្ញុំអត់សូវបានមើលដោយសារតែឥឡូវវីដេអូបណ្ដាលហ្នឹងពិបាករកមើលពីច្រើនបង admin គាត់ថតចេញទៅថតផ្ទាល់យើងមើលទៅអត់ដាក់ទឹកទេយើងមើលអត់ដឹងទឹកទីម៉ានហើយដឹងថាអ្នកឈ្នះអ្នកចាញ់បាទអញ្ចឹងខ្ញុំមើលទៅឃើញថាឌីមសរមឈ្នះប៉ុន្តែការប្រកួតហ្នឹងរៀងបំផិតបំផាយគ្នាពេកបាទរៀងបំផិតបំផាយគ្នាពេកអញ្ចឹងការប្រកួតនេះធ្វើឡើងសារជាថ្មីហើយលើសង្វៀន Extreme បដាក់ខ្សែវ៉ាត់ឲ្យទៅដើមទៀត3ពាក់កង់5ទឹកទៀតបាទអញ្ចឹងដឹងតែជួចចិត្តដិតអារម្មណ៍នៅចុងខែ12នេះបាទជាខែចុងឆ្នាំណាបាទជាចុងឆ្នាំតែម្ដងបាទនេះគឺជាព័ត៌មានដែលខ្ញុំចែកម្លែកទៅកាន់បងប្អូនទាក់ទងនឹងបណ្ដាលគុណខ្មែរនៅថ្ងៃនេះបាទអញ្ចឹងគឺមានតែប៉ុណ្្នឹងទេហើយជាចុងក្រោយខ្ញុំបាទសូមអធិស្ឋានផងរាល់ពាក្យពេចន៍ក៏ដូចជាកំហុសខុសឆ្គងណាមួយដែលខ្ញុំនិយាយទៅខ្ញុំមានពាក្យលឹះលួសនៅក្នុងប្រការណាមួយបាទសូមអរគុណចំពោះការទស្សនាជួបគ្នានៅវីដេអូបន្ទាប់បាទ